នេះគឺជាក្របបែក GPU 39B ក្របបែកមួយប្រភេទនេះត្រូវបានអ៊ីស្រាអែលប្រើប្រាស់ច្រើនក្នុងការវាយប្រហារទីក្រុងហ្គាហ្សាចុះតើក្របបែក GPU 39B វាមានបច្ចេកវិទ្យាទំនើបអ្វីខ្លះបានជាសហរដ្ឋអាមេរិកប្រកាសឲ្យប្រទេសលីបង់ប្រគល់ក្របបែកនេះមកវិញជាការពិតណាស់អ៊ីស្រាអែលបានយកក្របបែក GPU 39B ដែលសហរដ្ឋអាមេរិកប្រគល់ជូនឲ្យអ៊ីស្រាអែលបានយកទៅទម្លាក់នៅទីក្រុងប៉េរូប្រទេសលីបង់ប៉ុន្តែក្របបែកមួយប្រភេទនេះវាមិនបានផ្ទុះនោះទេទីក្រុង Washington មានការព្រួយបារម្ភជាខ្លាំងថាបច្ចេកវិទ្យាទំនើបមួយនេះអាចនឹងបែកធ្លាយទិន្នន័យប្រសិនបើធ្លាក់ក្នុងដៃគូប្រកួតប្រជែងដូចជាចិនរុស្ស៊ីអ៊ីរ៉ង់ជាដើមទើបសហរដ្ឋអាមេរិកប្រកាសឲ្យប្រទេសលីបង់ប្រគល់ក្របបែកមួយប្រភេទនេះមកវិញអញ្ចឹងនៅក្នុងវីដេអូនេះយើងមកធ្វើការស្វែងយល់អំពីក្របបែកមួយប្រភេទនេះទាំងអស់គ្នាក្របបែក GPU 39B គឺជាក្របបែកប្រភេទខ្នាតតូចវាមានភាពត្រឹមត្រូវខ្ពស់និងត្រូវបានប្រើប្រាស់ដោយយន្តហោះជាច្រើនរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តយន្តហោះដែលអាចប្រើប្រាស់ជាមួយក្របបែកមួយប្រភេទនេះមានដូចជា F15 F16 F35 Lightning II B1B B2 Spirit ឬ B52 វាត្រូវបានរចនាឡើងដើម្បីវាយប្រហារផ្ដោតលើគោលដៅសំខាន់ៗជាក់លាក់និងការកាត់បន្ថយការខូចខាតនៅជុំវិញលក្ខណៈបច្ចេកទេសសំខាន់ៗ GPU 39B ជាប្រភេទក្របបែកដឹកនាំដោយភាពជាក់លាក់ច្បាស់លាស់វាមានទម្ងន់សរុបប្រហែល130គីឡូក្រាមវាមានប្រវែង 1.8 ម៉ែត្រនិងទទឹងអង្កត់ផ្ចិត19សង់ទីម៉ែត្រវាអាចឆក់គោលដៅចម្ងាយពី60ទៅ110គីឡូម៉ែត្រអាស្រ័យលើកម្ពស់បោះ GPU 39B ដឹកនាំដោយប្រព័ន្ធ GPS INS វាមានភាពត្រឹមត្រូវខ្ពស់អនុញ្ញាតឲ្យវាយប្រហារគោលដៅក្នុងភាពត្រឹមត្រូវខ្ពស់ទោះជានៅក្នុងអាកាសធាតុអាក្រក់ក៏ដោយអ្វីដែលធ្វើឲ្យវាពិសេសនិងទំនើបនោះវាមានរាងតូចប៉ុន្តែវាមានអនុភាពខ្ពស់ក្នុងការវាយប្រហារនៅលើអាកាសនិងនៅលើដីទោះបីវាមានរាងតូចជាងក្របបែក MK82 ប៉ុន្តែវានៅតែអាចវាយប្រហារចំគោលដៅសំខាន់បានយ៉ាងត្រឹមត្រូវផងដែរសម្រាប់ជនហោះដែលអាចដឹកក្របបែកមួយប្រភេទនេះបានច្រើនមានដូចជា F15E F35 អាចផ្ទុកបានពី8ទៅ24គ្រាប់ងាយស្រួលសម្រាប់បាញ់គោលដៅច្រើនក្នុងបេសកកម្មតែមួយវាមានមុខងារប្រយុទ្ធនិងវាយប្រហារគោលដៅស្ថាបត្យកម្មឬប៉ុស្តិ៍យោធានិងឧបករណ៍យោធានិងកន្លែងផ្ទុកអាវុធផ្សេងៗរបស់សត្រូវ GPU 39B ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Boeing វាត្រូវបានចាប់ផ្ដើមផលិតដំបូងនៅខែមេសាក្នុងឆ្នាំ2005និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែតុលាក្នុងឆ្នាំ2006សហរដ្ឋអាមេរិកក៏មានក្របបែកទំនើបជាច្រើននៅក្នុងវីដេអូក្រោយ admin នឹងយកក្របបែកទំនើបជាច្រើនទៀតមកចែកម្លែកជូនអ្នកទាំងអស់គ្នាទស្សនាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ទស្សនាវីដេអូមួយនេះរហូតដល់ចប់កុំភ្លេចជួយ like share comment ម្នាក់មួយផងសូមអរគុណ